អ្នកបម្រើទាំង4របស់ខ្ញុំសុទ្ធតែសន្លប់ក្នុងពេលតែមួយខ្ញុំសួរថាឪពុកកូនក្នុងផ្ទៃជាអ្នកណាតែពួកគេបែរជាតាក់សម្ដីមិនព្រមនិយាយខ្ញុំកំពុងតែរៀបនឹងសួរស្វាមីថាតើគួរចាត់ការពួកគេយ៉ាងណាស្រាប់តែម្ដាយក្មេកនាំពួកគេមកទាំងទឹកមុខញឹមព្រាយមកអញ្ជើញខ្ញុំពិសាតែកូនប្រុសខ្ញុំពូកែណាស់ពួកអ្នកបម្រើទាំង4នេះពិតជាមានសំណាងមានផ្ទៃពោះដំណក់ឈាមត្រកូលសិនរបស់យើងនោះប្រកាសជាត្រូវតែផ្ដល់ឋានៈហើយទើបខ្ញុំដឹងខ្លួនពេលនេះតាមពិតយប់ដែលខ្ញុំមានផ្ទៃពោះ8ខែហើយស្វាមីត្រូវថ្នាំពុលនោះគាត់មិនដូចអ្វីដែលគាត់បាននិយាយនោះទេនៅក្នុងធុងទឹកត្រាំទឹកកកពេញមួយយប់គាត់ថាឲ្យអ្នកបម្រើទាំង4របស់ខ្ញុំទៅមើលថែគាត់ឃើញមុខខ្ញុំស្លេកស្លាំងស្វាមីក៏លុតជង្គង់នៅចំពោះមុខខ្ញុំទាំងភ្នែកក្រហមវ៉ាន់យប់នោះបងមានអូននៅក្នុងចិត្តដែលកំពុងពុះធំបងមិនដាច់ចិត្តឲ្យអូនមកមើលថែបងទេទើបហៅពួកគេទាំង4មកមើលថែបងឥឡូវពួកគេសុទ្ធតែមានផ្ទៃពោះបើបងមិនទទួលខុសត្រូវនោះមួយជីវិតរបស់ពួកគេនឹងត្រូវចប់ហើយម្យ៉ាងទៀតទោះបីជាពួកគេបង្កើតកូនមកក៏គ្រាន់តែជាកូនចុងមិនប៉ះពាល់ដល់តំណែងជាប្រពន្ធដើមរបស់អូនទេសួរទួយកពួកគេទៅចាត់ទុកថាជាអ្នកបម្រើក្នុងបន្ទប់ទៅចុះខ្ញុំមកក្បាលហុចលិខិតលែងលះមួយច្បាប់ឲ្យគាត់អញ្ចឹងសូមលោកមេតបចុះហត្ថលេខានៅលើលិខិតលែងលះនេះហើយឲ្យខ្ញុំត្រឡប់ទៅតាមជួរវិញចុះទេបងមិនលែងលះទេសិនណានហូភ្នែកឡើងក្រហមគ្រាន់តែក្រវីដៃក៏ហែកលិខិតលែងលះនោះចោលផ្ទៃគាត់ញ័រខ្លួនដូចជាខ្លាចបាត់បង់រថសម្បត្តិហើយស្ទុះមកអបខ្ញុំជាប់នឹងទ្រូងវ៉ាន់អូននិងបងស្រឡាញ់គ្នាតាំងពីតូចត្រូវចំណាយកម្លាំងចិត្តប៉ុណ្ណាទើបដើរមកដល់ថ្ងៃនេះអូនភ្លេចហើយឬបងធ្លាប់ស្គាល់ថាភរិយារបស់បងមានតែអូនម្នាក់គត់គឺមែនហើយការនោះប្រទេសទាំងពីរចងសម្ព័ន្ធមិត្តក្នុងនាមជាព្រះនាងតាន់ឈឺខ្ញុំគួរតែរៀបការជាមួយរាជទាយាបចុងយានដើម្បីក្លាយជាអធិរាជិនីនៅថ្ងៃអនាគតគឺសិនណានហូដែលយកជីវិតមកដូរដើម្បីសុំរៀបការនឹងខ្ញុំទើបខ្ញុំសម្រេចចិត្តរៀបការជាមួយគាត់ធ្លាប់ស្គាល់ថាជាតិមួយនេះមានខ្ញុំជាភរិយាតែមួយគត់ដាច់ខាតមិនយកប្រពន្ធចុងឡើយតែលទ្ធផលវិញគាត់បែរជាលាក់បាំងខ្ញុំមួយយប់សោះធ្វើឲ្យអ្នកបម្រើទាំង4មានផ្ទៃពោះអ្នកបម្រើទាំង4នោះមានផ្ទៃពោះគ្រាន់តែជាឧបទ្ទហេតុប៉ុណ្ណោះម៉ែមិនដាច់ចិត្តឲ្យដំណក់ឈាមត្រកូលសិនរសាត់អណ្តែតនៅខាងក្រៅវ៉ាន់ជាបងទៅការយកប្រពន្ធចុងគ្រាន់តែជាវិធីដោះស្រាយចំពោះមុខចាំកូនកើតមកភ្លាមបងនឹងបញ្ជូនពួកគេចេញទៅដាច់ខាតមិនប៉ះពាល់ដល់តំណែងជាជំទាវសិនរបស់អូនឡើយខ្ញុំមិននិយាយមួយម៉ាត់សិនណានហូកាន់តែនិយាយកាន់តែរំភើបបើអូនមិនចូលចិត្តបងឲ្យពួកគេធ្វើជាអ្នកបម្រើក្នុងបន្ទប់ចុះនៅតែបម្រើអូនដូចពីមុនល្អទេការអង្វរករដ៏គួរឲ្យអាណិតរបស់គាត់ធ្វើឲ្យខ្ញុំហាក់ដូចជាស្ត្រីដែលពូកែប្រច័ណ្ឌមិនសមហេតុផលខ្ញុំជឿចាប់ក្នុងចិត្តពេលសម្លឹងមើលអ្នកបម្រើទាំង4អ្នកនោះយីងឈុនប៉ានសៀជៀនឈីវរិនតុងពួកគេធំធាត់ជាមួយខ្ញុំតាំងពីតូចដូចជាបងអូនបង្កើតដើមឡើយគឺមកកំដរខ្ញុំរៀបការនៅចុងយានខ្ញុំធ្លាប់សន្យានឹងពួកគេថាទុកពេលបន្តិចទៀតខ្ញុំប្រកាសជារកគ្រួសារខាងប្តីល្អឲ្យពួកគេតែឥឡូវនេះពូរបស់ពួកគេហាមប៉ងតិចមុខស្លេកស្លាំងអ្នកមើលខ្ញុំមើលអ្នកនេះគឺ2ឬ3ខែហើយតាមពិតទៅគ្មាននរណាម្នាក់និយាយរឿងយប់នោះប្រាប់ខ្ញុំទេចិនណែងវេប្រញាប់ឲ្យអ្នកបម្រើទាំង4អ្នកលុតជង្គង់ចុះព្រះនាងម្ចាស់សូមមេត្តាទទួលពួកយើងទាំង4អ្នកផងពួកយើងបានតាមលោកមេតបតាំងពីតូចឥឡូវនេះខ្លួនប្រាណក៏បានប្រគល់ឲ្យគាត់អស់ហើយបើត្រង់មិនយល់ព្រមទេពួកយើងគ្មានមុខរស់នៅទៀតទេមានតែបុកក្បាលសម្រាប់ខ្លួនប៉ុណ្ណោះអ្នកដែលនិយាយគឺយើងឆាននាងគឺជាមនុស្សចំណិតរបស់ខ្ញុំឥឡូវនេះបែរជាដឹកនាំគេមកបង្ខំឲ្យខ្ញុំយល់ព្រមទៅវិញខ្ញុំលើកចង្ការរបស់នាងឡើងដោយទឹកមុខស្ងប់ស្ងាត់យើងឆានឯងតែងតែយកចិត្តខ្ញុំតើឯងនៅចាំទេថាខ្ញុំស្អប់អ្វីបំផុតមុខរបស់យើងឆានប្រែជាស្លេកស្លាំងគឺមិនប្រាប់ប្តីរួមជាមួយអ្នកអតីមែនទេនេះហើយជាមូលហេតុដែលខ្ញុំមកតំបន់ទំនាបកណ្ដាលដើម្បីរៀបការខ្ញុំសុខចិត្តបោះបង់ឋានៈជាព្រះនាងដែនឆៃហើយជ្រើសរើសរៀបការជាមួយឆានណែងវេដោយមិនស្ទាក់ស្ទើរឬមួយជាតិមុនខ្ញុំមិនអាចចែករំលែកបរិះតែមួយជាមួយស្ត្រីផ្សេងទៀតបានទេបើឯងដឹងច្បាស់ថាខ្ញុំមិនអាចយកព្រមឲ្យស្វាមីយកអនុភរិយាចាំបាច់លុតជង្គង់បង្ខំខ្ញុំធ្វើអ្វីគ្រាន់តែបែបនេះភ្នែករបស់ពួកគេក៏ប្រែជាក្រហមធ្វើដូចជាចង់បុកសសម្រាប់ខ្លួនបើព្រះនាងមិនឲ្យពួកយើងជប់ផ្ទះទេពួកយើងក៏គ្មានផ្លូវរស់ដែរសុខចិត្តបុកក្បាលសម្រាប់ខ្លួននៅទីនេះល្អជាងគ្រាន់តែនាងធ្វើបែបនេះជាងខៀវនិងរ៉េនដងក៏ធ្វើតាមដែរម៉ែក្មេកប្រែទឹកមុខភ្លាមគាត់ប្រញាប់ទៅខាត់ពួកគេគាត់សម្លឹងមកខ្ញុំដោយកែវភ្នែកត្រជាក់ស្រេបនឹងចំអល់ខ្ញុំជួវ៉ាន់ហេតុអ្វីបានជាឯងចិត្តដាច់ម្លេះខ្លួនឯងបង្កើតកូនមិនបានល្អឥឡូវចង់សម្រាប់ចៅប្រុសទាំង4របស់ខ្ញុំទៀតគុំស្មានថាជាព្រះនាងដែនឆៃអាចធ្វើអ្វីតាមចិត្តបានអសោះបើរៀបការចូលរកូសិនហើយគឺជាមនុស្សរបស់រកូសិនថ្ងៃនេះខ្ញុំសូមប្រកាសថាឲ្យកូនប្រុសខ្ញុំទទួលពួកគេទាំង4ធ្វើជាអនុភរិយាបើឯងនៅតែមិនយល់ព្រមនោះគឺមិនគោរពម្ដាយក្មេកហើយខ្ញុំញឹមចុងមាត់ហើយក្រោកឈរឡើងយឺតអ្នកម៉ែនិយាយខុសហើយកូនប្រសាណាហ៊ានមិនគោរពនោះខ្ញុំបាននិយាយហើយបើស្វាមីទូចង់ទទួលពួកគេខ្ញុំប្រកាសជាយល់ព្រមគ្រាន់តែឲ្យស្វាមីចុះហត្ថលេខាមួយមកគឺបានហើយមុខរបស់ឆានណែងវេស្លេកស្លាំងគ្មានឈាមមួយដំណក់ដៃរបស់គាត់ញ័រត្រើកគាត់មិនព្រមទទួលលិខិតលែងលះសោះវ៉ាន់អូនកុំបង្ខំបងអីខ្ញុំជឿចាប់ក្នុងចិត្តមិនទាន់ទាំងបាននិយាយអ្វីផងស្រាប់តែសំឡេងណែនយំយ៉ាងខ្លាំងពីខាងក្រៅម៉ែដោះ3កូនមកឲ្យខ្ញុំលួងឆានណែងវេសម្លឹងមើលកូនក្នុងភ្នែករបស់គាត់បញ្ចេញពន្លឺវ៉ាន់ទោះបីជាដើម្បីណែនក៏ពួកយើងមិនអាចលែងលះគ្នាបានដែរអូនស្រឡាញ់កូនណាស់តើអូនដាច់ចិត្តឲ្យកូនស្រីពួកយើងគ្មានម្ដាយតាំងពីតូចឬខ្ញុំកាត់សម្ដីគាត់យ៉ាងត្រជាក់បងនិយាយខុសហើយគឺគ្មានឪពុកទៅវិញទេបើលែងលះគ្នាខ្ញុំប្រកាសជាយកណែនត្រឡប់ទៅដែនឆៃវិញហើយបងមិនបាច់បារម្ភទេក្រោយពេលលែងលះខ្ញុំនឹងរកឪពុកល្អម្នាក់ដែលស្រឡាញ់កូនស្មោះស្ម័គ្រឲ្យណែនខ្ញុំ3កូនហើយងាកក្រោយដើរចេញទៅម្រាមដៃរបស់ឆានណែងវេប្រែជាស្លេកដោយសារការក្តាប់ដៃខ្លាំងពេកគាត់ញ័រខ្លួនហើយចាប់ក្តីខ្ញុំសូមអង្វរបងមិនដែលក្បត់អូនទេយប់នោះមានគេដាក់ថ្នាំបងវាពិតជាគ្រោះថ្នាក់ដល់ចៃដន្យមែនសំបីដ៏ឈឺចាប់របស់គាត់ធ្វើឲ្យខ្ញុំរត់ដើរមួយសន្ទុះក្រោយរៀបការប៉ុន្មានឆ្នាំនេះឆានណែងវេរស់នៅស្អាតស្អំមិនសូវដើរលេងខាងក្រៅឬដេកនៅហាងស្រាទេខ្ញុំបិទភ្នែកហើយនិយាយថាគាត់មានជំរឿនទី2អ្វីទៅក្នុងភ្នែកឆានណែងវេមានពន្លឺសង្ឃឹមឡើងវិញគឺឲ្យពួកគេទាំង4អ្នករំលូតកូនចោលដើម្បីឲ្យពួកគេអាចទៅរៀបការជាមួយអ្នកផ្សេងបានខ្ញុំនឹងធ្វើជាមិនដឹងមនុស្សចាត់ទុកថារឿងនេះមិនដែលកើតឡើងទេបើធៀបនឹងស្ថានភាពដ៏ស្មុគស្មាញនេះគឺជាការសម្របសម្រួលដ៏ធំបំផុតដែលខ្ញុំអាចធ្វើបានហើយឆានណែងវេជ្រួញចិញ្ចាមយ៉ាងខ្លាំងភ្នែកពុកពេញដោយភាពស្ទាក់ស្ទើរ
តែម្ដាយក្មេកបែរជាកេះកំភ្លៀងខ្ញុំមួយដៃ Siwon Wan នាងពិតជាស្រីចង្រៃមែនខ្លួនឯងបង្កើតបានកូនស្រីមិនអស់ចិត្តនៅចង់ឲ្យចៅប្រុសសំណប់ទាំង4របស់ខ្ញុំត្រូវគេរំលូតចោលទៀតនាងពិតជាពីស្ពូលណាស់ម្ដាយក្មេកតែងតែចង់បានចៅប្រុសថ្ងៃដែលឃើញខ្ញុំបង្កើតបានកូនស្រីគាត់ក៏ស្ដោះទឹកមាត់ដាក់ហើយជឿថាខ្ញុំនំសីតើនេះជាកំហុសរបស់ខ្ញុំឬខ្ញុំសម្លឹងមើលគាត់ដោយស្ងប់ស្ងាត់បេះដូងដូចជាត្រូវគេកំជោលរាប់ពាន់មកចាក់ដៃដែលកំពុងពោកូនស្រីក៏រឹតបន្តឹងភ្លាមណែនដឹងថាខ្ញុំត្រូវគេវាយក៏យំកាន់តែខ្លាំងជាងជាស្ទុះក្រោកពីដី Siwon Wan អ្នកនាងពិតជាពីស្ពូលពេកហើយពួកយើងទាំង4អ្នកតាមបម្រើអ្នកនាងប៉ុន្មានឆ្នាំមកនេះអ្នកនាងបែរជាចង់រំលូតកូនពួកយើងកាត់ផ្លូវអនាគតពួកយើងពេញទាំងភូមិគ្រឹះមេតបដឹងថាពួកយើងធ្លាក់ខ្លួនជាប្រពន្ធលោកមេតបហើយបើគ្មានកូនទៀតតើឲ្យពួកយើងទៅរៀបការជាមួយអ្នកណាបាននិយាយចប់ GNQ ក៏ទាញរ៉េនដងឲ្យលុតជង្គង់នៅចំពោះមុខម្ដាយក្មេកពួកយើងសុខចិត្តធ្វើជាអ្នកបម្រើកំដរក្រែសុខចិត្តបង្កើតកូនចៅឲ្យគ្រូសាសែនសូមលោកជំទាវធំជួយរកយុទ្ធធម៌ឲ្យពួកយើងផងយើងឆាន់សម្លឹងមើលនាងដោយភ័យតក់ស្លុត GNQ ឯងឈួតហើយមែនទេព្រះនាងទៅជាម្ចាស់របស់យើងខ្ញុំមិនបានឈួតទេឯងមិនបានឮសម្ដីគាត់និយាយអំបញ្ញមែនទេគាត់ឲ្យពួកយើងរំលូតកូនចោលស្រីពីស្ពោចិត្តខ្មៅបែបនេះអាត្មានិយមមិនខ្វល់ពីស្លាប់រស់របស់យើងសោះមិនសមធ្វើជាម្ចាស់របស់យើងទៅទៀតទេយើងឆាន់លុតជង្គង់ចុះមករកខ្ញុំដោយក្តីបារម្ភព្រះនាង GNQ មិនដឹងក្តីទេសូមព្រះនាងគុំបានហើយខ្ញុំកាត់សម្ដីនាងដោយសំឡេងត្រជាក់បើពួកនាងចង់ធ្វើជាអនុរបស់ Shen Nanyue នោះធ្វើចុះបើជ្រុលជាមានទេពូហើយពួកនាងមិនចាំបាច់ធ្វើបែបទេក្នុងនាមជាម្ចាស់និងអ្នកបម្រើខ្ញុំពិតជាចង់ឲ្យពួកនាងមានសុភមង្គលទៅថ្ងៃមុខចង់ដើរផ្លូវណាពួកនាងជ្រើសរើសដោយខ្លួនឯងចុះនិយាយចប់ខ្ញុំក៏ពោលណែនដាចេញទៅយប់នោះម្ដាយក្មេកក៏ចាត់ចែងឲ្យអ្នកបម្រើទាំង4អ្នកឆាន់ឆែឃីវដងចូលទៅរស់នៅក្នុងផ្ទះផ្សេងពីមុនសុទ្ធតែជាពួកគេដែលមើលថែខ្ញុំឥឡូវបដូរអ្នកបម្រើភ្លាមខ្ញុំនឹងណែនបន្ទុំលប់សោះណែនយំមិនឈប់ខ្ញុំបណ្ដាច្រៀងបទបំពេបណ្ដាលូងនាងណែនកូនល្អចាំ2ថ្ងៃទៀតម៉ាក់នឹងនាំកូនទៅរកលោកតាប៉ុន្មានថ្ងៃជាប់គ្នាដែល Shen Nanyue មករកខ្ញុំកិច្ចមិនព្រមជុកទេអ្នកបម្រើទាំងជំងឺបានធូរស្បើយហើយខ្ញុំចង់ទៅរកពួកគេនិយាយគ្នាគ្រាន់តែទៅដល់ផ្ទះធំកយសំឡេងនិយាយគ្នាចេញពីខាងក្នុងជាងគៀថ្ងៃនោះឯងមិនគោរពព្រះនាងពេកហើយពិតជាមិនគួរទេបងស្រីខ្ញុំថាបងគិតបុរាណពេកហើយឥឡូវនេះពួកយើងមានទេពូកូនរបស់លោកមេតបខ្លាចអីថាមិនបានឡើងធំជាងគៀធ្វើមុខឌឺដងបងមិនបានលើលោកជំទាវ Shen និយាយទេពួកយើងអ្នកណាបង្កើតបានកូនប្រុសមុនលោកមេតបនឹងលើកដំកើងធ្វើជាប្រពន្ធពេញសិទ្ធដល់ពេលនោះគឺមានឋានៈស្មើព្រះនាងហើយពួកយើងធ្វើជាអ្នកបម្រើមួយជីវិតនេះមិនមែនជាឱកាសល្អខ្លាយជាជំទាវទេតែជាងមកក្បាលយកស្រុកប៉ុន្តែអ្វីដែលសំខាន់បំផុតឥឡូវនេះគឺត្រូវគិតពីវិធីធ្វើឲ្យព្រះនាងយល់ព្រមឲ្យពួកយើងធ្វើជាអនុពីពាក្យទាំងនេះចិត្តរបស់ខ្ញុំត្រូវជាអស់មួយចំហៀងតាមពិតពួកគេបានសម្រេចចិត្តដើរផ្លូវនេះតាំងពីយូរមកហើយមិនអីទេធ្លាប់ជាចៅវាយនឹងអ្នកបម្រើនឹងគ្នាខ្ញុំនឹងបំពេញបំណងពួកគេខ្ញុំត្រឡប់ទៅវិញឲ្យអ្នកបម្រើយកថ្លៃបណ្ដាការពីឃ្លាំងគ្រងនឹងចែកជា4ចំណែកឲ្យពួកគេទាំង4នាក់ថ្ងៃក្រោយពួកគេចង់ធ្វើជាស្រីកំណានឬធ្វើជាអនុឬក៏ខ្លាចជាភរិយារបស់មេតបនោះអាស្រ័យលើសមត្ថភាពរបស់ពួកគេហើយប៉ុន្តែនៅពេលនោះអ្នកបម្រើបានរត់មកប្រាប់ខ្ញុំទាំងភ័យស្លន់ស្លោថាកូនស្រីបាត់ខ្លួនហើយមកខ្ញុំស្លេកស្លាំងរត់តាមអ្នកបម្រើក្រោយផ្ទះក៏ឃើញយាងឆាន់និងរ៉េនដងឈរនៅក្បែរដើមផ្កាកសេកសម្លឹងមើលជុំវិញបែនឈៀនិងយាងគីវអង្គុយនៅក្រោមដើមផ្កាកសេកហាក់ដូចជាកំពុងកប់អ្វីមួយយាងឆាន់បញ្ជាទាំងទឹកមុខមិនដាច់ចិត្តពួកឯងធ្វើឲ្យលឿនបន្តិចទៅតិចទៀតមានគេមកឃើញឥឡូវហើយឃើញកងដៃប្រាក់តូចមួយធ្លាក់នៅលើដីខួរក្បាលខ្ញុំវិលវងស្ទុះទៅរកទាំងបាត់បង់ម្ចាស់ការពួកឯងកំពុងកប់ស្អីការលេចមុខភ្លាមរបស់ខ្ញុំធ្វើឲ្យពួកគេភ្ញាក់រឹតយាងឆាន់សម្លឹងមកខ្ញុំទាំងមុខស្លេកស្លាំងបែនឈៀចូលមកខាត់ខ្ញុំព្រះនាងកុំរំភើបអីពួកយើងគ្រាន់តែកប់ឆ្មាងប់មួយក្បាលប៉ុណ្ណោះដៃខ្ញុំញ័ររើសកងដៃប្រាក់តូចនៅលើដីភ្នែកឡើងក្រហមនេះជាកងដៃរបស់ណែនហេតុអីវានៅទីនេះបែនឈៀក្រឡេកភ្នែករួចញឹមបកស្រាយព្រះនាងរឿងនេះពួកខ្ញុំមិនដឹងមិនដឹងជាមេដោះបីអ្នកនាងតូចមកលេងក្រោយផ្ទះទេដឹងនាងយកខ្លួនមកបាំងពីមុខខ្ញុំដោយចិត្តណាមកលេងក្រោយផ្ទះហ៎ថយចេញខ្ញុំមិនជឿថាជាឆ្មាងប់ទេខ្ញុំច្រានពួកគេចេញសម្លឹងមើលដីដែលទើបនឹងកប់នោះរួចស្ទុះទៅកាយនឹងដៃទាំងពីរអ្នកណាខាត់ខ្ញុំវាអ្នកនោះតតែដៃទាំងពីរដាច់រលត់ឈាមកាយដីចេញមួយស្រទាប់យ៉ាងជ្រៅទើបឃើញមុខដ៏ស្ងប់ស្ងាត់របស់ណែនខ្ញុំដួលទៅលើដីទាំងអស់សង្ឃឹមដកដង្ហើមសឹងមិនរួចហេតុអ្វីបែនឈៀញីច្រមុះរួចរោមិនអាចទៅរួចទេខ្ញុំស្រែកស្ទើរតែអស់សម្លេងច្បាស់ណាស់ថាយប់មិញខ្ញុំបានអបនាងដេកជាមួយគ្នានាងថែមទាំងយំដាក់ខ្ញុំមុនពេលចូលដេកទៀតផងនាងនៅល្អសោះមិននឹងអាចក្តៅខ្លួនខ្លាំងទៅវិញដៃរបស់ខ្ញុំប្រឡាក់ដោយដីនិងឈាមខ្ញុំញ័រដៃលើកបីណានឡើងនាងស្ងាត់ណាស់ដូចជាកំពុងដេកលក់អញ្ចឹងប៉ុន្តែហេតុអ្វីបានជាដាច់ខ្យល់ទៅវិញទឹកភ្នែកខ្ញុំស្រក់តក់លើមុខរបស់ណានហាក់ដូចជានាងកំពុងយំទៅចិត្តនឹងវាសនាយំអាណិតខ្លួនឯងដែលស្លាប់យ៉ាងវេទនាខ្ញុំបានយកនាងទៅដាក់លើគ្រែវិញហើយច្រៀងបំពេនាងម្ដងហើយម្ដងទៀតច្រៀងរហូតដល់បែកសំឡេងហាក់ដូចជាឲ្យតែច្រៀងបែបនេះណានគ្រាន់តែដេកលក់ប៉ុណ្ណោះម៉ាក់ក្មេកបានឲ្យគេមកមើលឃើញសភាពដ៏សង្វេគរបស់ខ្ញុំគាត់ជួនចិញ្ចើមហើយយកដៃខ្ទប់មាត់នឹងច្រមុះមើលសភាពបែបនេះទៅមើលទៅដូចព្រះនាងត្រង់ណាក្មេងស្រីម្នាក់មិនអាចទទួលបន្ទុកគ្រួសារមេតបបានទេស្លាប់ក៏ស្លាប់ទៅគាត់ថែមទាំងឲ្យគេមកដណ្ដើមយកណានទៀតផងនរណាមកខ្ញុំនឹងឈួតចិត្តនរណាចង់ប៉ះណានខ្ញុំនឹងខំអ្នកនោះសិនណានហួយបានដឹងដំណឹងនរណាភាពរបស់ណានពេលចេញពីប្រជុំយ៉ាងមិនទាន់ទាំងបដូរសម្លៀកបំពាក់ផងក៏ប្រញាប់មកលួងលោមខ្ញុំវ៉ាន់គ្មាននរណាចង់ឃើញណានស្លាប់ទេប៉ុន្តែបងបានសួរពេទ្យលួងហើយណានមិនមែនត្រូវគេធ្វើបាបឲ្យស្លាប់ទេនាងពិតជាស្លាប់ដោយសារជំងឺមែនគាត់ធ្វើមុខឈឺចាប់តែភ្នែកក្រហមអប់ខ្ញុំលួងលោមតើទុកពេកនាំឲ្យខូចសុខភាពបងសន្យានឹងអូនថ្ងៃក្រោយពួកយើងនឹងមានកូនទី2ទី3ទៀតយល់ព្រមទេខ្ញុំរុញគាត់ចេញទាំងអស់សង្ឃឹមមិនអាចទៅរួចទេខ្ញុំយំសោកស្រាប់តែសាច់ខ្លាំងទាំងអស់សង្ឃឹមសិនណានហួយបងប្អូនស្រីទាំង4នាក់នោះសុទ្ធតែមានផ្ទៃពោះកូនរបស់បងគ្រួសារត្រកូលសិនរបស់បងពិតជាសម្បូរកូនចៅហើយប៉ុន្តែកូនស្រីបង្កើតតែមួយគត់របស់ខ្ញុំបែរជាស្លាប់ទៅវិញ
ខ្ញុំត្រូវតែស៊ើបឲ្យច្បាស់ថាអ្នកណាជាអ្នកសម្លាប់ណានរបស់ខ្ញុំសិនណានហួយជ្រួញចិញ្ចើមគិតថាខ្ញុំកំពុងរករឿងគាត់ឃើញសភាពឈួតរបស់ខ្ញុំគាត់អង្គុយនៅទីធ្លាបានតែមួយសន្ទុះក៏ប្រញាប់ចាក់ចេញទៅយប់នោះពេលខ្ញុំកំពុងប៉ាក់អាវកប់សពអនាណានស្រាប់តែសំឡេងប្រុសស្រីលួចលាក់ពីបន្ទប់ក្បែរនោះលោកមេតបថ្នមបន្តិចទៅនោះគឺជាសំឡេងរបស់បានសៀមចូលដល់មុតស្រួចបានចាក់ចូលសាច់ដៃខ្ញុំយ៉ាងជ្រៅធ្វើឲ្យឈាមហូរចេញមកតែខ្ញុំមិនមានអារម្មណ៍ថាឈឺទេកូនស្រីទើបតែស្លាប់ថ្មីសិនណានហួយបែរជាមានអារម្មណ៍ទៅដេកជាមួយស្រីផ្សេងទៅវិញខ្ញុំបានរៀបចំពិធីបុណ្យសពតូចមួយឲ្យណាននៅកំដរនាងនឹងសូត្រធម៌ឲ្យនាងសង្ឃឹមថានាងនឹងចាប់ជាតិក្នុងគ្រួសារល្អនៅជាក្រោយគុំមកកកម្ដាយដែលគ្មានបានការដូចខ្ញុំទៀតអីប៉ុន្តែនៅថ្ងៃបន្ទាប់ខ្ញុំរកណានមិនឃើញទេពីសំឡេងឆ្កែព្រោះពីចម្ងាយខ្ញុំភ័យស្លន់ស្លោក្នុងចិត្តខ្ញុំក៏ស្ទុះរត់ទៅរកកន្លែងដែលមានសំឡេងនោះពេលឃើញទិដ្ឋភាពនៅចំពោះមុខខ្ញុំបើកភ្នែកធំហើយស្រែកឡើងកុំអីភួយតូចរបស់ណានត្រូវបានហែកជាបំណែកភ្នែកខ្ញុំងឹតឈឹងហើយក៏សន្លប់បាត់ស្មារតីវ៉ាន់កុំបន្ទោសបងអីបងគ្រាន់តែធ្វើតាមបញ្ជារបស់អ្នកម៉ែប៉ុណ្ណោះអ្នកម៉ែគាត់ថាទារូដែលស្លាប់នោះចង្រៃណាស់អាចនឹងប៉ះពាល់ដល់សេរីសួស្តីរបស់ភូមិគ្រឹះមេតបទើបយកទៅបោះចោលក្នុងទ្រុងឆ្កែឲ្យឆ្កែស៊ីបែបនេះភ្នែករបស់ខ្ញុំឡើងក្រហមតែក្តាប់កំបិតដែលលាក់ក្រោមខ្នើយយ៉ាងណែនចង់តែប្រតែយប្រតបជាមួយគេឲ្យស្លាប់រស់នៅនឹងកន្លែងប៉ុន្តែសិនណានហួយបែរជាចាប់ក្តីខ្ញុំជាប់វ៉ាន់អូនរងការប៉ះទង្គិចផ្លូវចិត្តហើយគួរតែសម្រាប់ឲ្យបានល្អគេលើកថ្នាំពណ៌ខ្មៅមួយចានមកឲ្យខ្ញុំហើយបង្ខំឲ្យខ្ញុំផឹកវាខ្ញុំក៏ព្រោះវិដៃវាចោលខ្ញុំមិនបានជឿទេសិនណានហួយគឺម៉ែរបស់បងជាអ្នកសម្លាប់ណានរបស់ខ្ញុំហើយថែមទាំងឲ្យគេយកទៅឲ្យឆ្កែចកស៊ីទៀតខ្ញុំនឹងមិនលើកលែងឲ្យពួកឯងទេមុខរបស់គេស្លេកស្លាំងចិញ្ចាមជ្រួញចូលគ្នាស៊ូវ៉ាន់បងដឹងថាអូនពិបាកចិត្តដែលបាត់បង់កូនស្រីប៉ុន្តែអូនក៏មិនចាំបាច់ខំគេឯងផ្ដេសផ្ដាស់ដែរទោះបីជាម៉ែរបស់បងចូលចិត្តចៅប្រុសជាងក៏ដោយប៉ុន្តែគាត់ធ្វើបែបនេះក៏ដើម្បីពង្រីកពូជពង្សតកូលសិនដែរហេតុអីអូនហ៊ានចោទប្រកាន់គាត់បែបនេះហាក់ដូចជាមានអារម្មណ៍ថាពាក្យទាំងនេះធ្ងន់ធ្ងរពេកសិនណានហួយក៏បន្ទន់សំឡេងមកវិញអូនសម្រាប់ចោះយប់នេះបងនឹងមកមើលអូនទៀតមិនទាន់ដល់ពេលយប់ផងក្នុងភូមិគ្រឹះមេតបក៏មានមនុស្សស្លាប់ទៀតហើយគឺអ្នកបម្រើរបស់អ្នកម៉ែទើបតែរៀបនឹងដាស់គាត់ឲ្យក្រោកពីសាបាយល្ងាចស្រាប់តែឃើញគាត់ហូរឈាមតាមរុនទាំង7ស្លាប់នៅលើគ្រែបាត់ទៅហើយដំណឹងនេះបានសាយភាយពេញភូមិគ្រឹះមេតបយ៉ាងឆាប់រហ័សខ្ញុំមិនបានបិទភ្នែកប៉ុន្មានថ្ងៃមកហើយកំពុងដឹកក្រដាសសែនឲ្យណាននៅមុខរោងបុណ្យស្រាប់តែទ្វារត្រូវបានសិនណានហួយទាត់បើកយ៉ាងកំហឹងភ្នែករបស់គេឡើងក្រហមស្ទុះចូលមកច្របាច់ក៏ខ្ញុំយ៉ាងខ្លាំងស៊ូវ៉ាន់ហេតុអីនាងពីស្ពោយ៉ាងនេះខ្ញុំសម្លឹងមើលគេដូចជាមនុស្សគ្មានវិញ្ញាណគិតមិនយល់ថាខ្លួនឯងពីស្ពោត្រង់ណាប្រសិនបើខ្ញុំពិតជាពីស្ពោជាងនេះបន្តិចក៏មិនបណ្ដោយឲ្យណានរបស់ខ្ញុំស្លាប់យ៉ាងវេទនាដែរម៉ែនិយាយត្រូវបើដឹងថាមានថ្ងៃនេះខ្ញុំគួរតែចុះហត្ថលេខាលិខិតលែងលះឲ្យបានឆាប់ចូលប្រកាសទៅថាលោកស្រីធំបានបាត់បង់កូនស្រីជាទីស្រឡាញ់ហើយកាត់ជំងឺឈួតចាប់ពីថ្ងៃនេះទៅត្រូវគុំខ្លួននាងនៅក្នុងបរិវេណដាច់ដោយឡែកហាមមិនឲ្យចេញក្រៅសូម្បីតែមួយជំហានបន្ទាប់ពីខ្ញុំត្រូវបានឃុំខ្លួនអ្នកបម្រើទាំងអស់នៅក្នុងភូមិគ្រឹះរបស់លោកមេតបបាននិយាយដើមខ្ញុំដោយពាក្យសម្ដីមិនល្អអង្គរដានឈឺគឺជាអាណាចក្ររបស់ពួកមនុស្សព្រៃព្រះនាងដែលមកពីតានឈឺដូចជានាងប្រកាសជាមនុស្សរមើគុណដែលចិញ្ចឹមមិនដែលដឹងគុណគ្មានសិលធម៌សូម្បីតែម្ដាយក្មេកក៏ហ៊ានដាក់ថ្នាំពុលដែរគួរតែចាប់ច្រកត្រង់ជ្រូកយកទៅលងទឹកតាំងពីយូរមកហើយពួកគេថែមទាំងចិត្តណាឲ្យខ្ញុំស៊ីបាយប្អូនដែលសូម្បីតែជ្រូកឆ្កែក៏មិនស៊ីដែរពួកគេថែមទាំងនិយាយថាខ្ញុំបានធ្វើឲ្យលោកមេតបខឹងថ្ងៃក្រោយបើមិនជាប់គុកទេក៏ត្រូវលោកមេតបកាប់សម្លាប់ដែរខ្ញុំគ្រាន់តែស្ដាប់ដោយស្ងៀមស្ងាត់ជួនកាលចង់សើចមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមកសួរសុខទុក្ខខ្ញុំគឺយីងឈុននាងបានលាក់នំម៉ានថៅក្តៅពីនៅក្នុងអាវកិច្ចពីពួកអ្នកបម្រើហើយលួចហុចឲ្យខ្ញុំព្រះនាងខ្ញុំម្ចាស់ដឹងថាព្រះនាងច្បាស់ជាមិនបានដាក់ថ្នាំពុលលោកស្រីចាស់ទេទ្រាំប៉ុន្មានថ្ងៃទៀតសិនទៅពេលខ្ញុំម្ចាស់រកឃើញផុសតាងខ្ញុំនឹងទៅប្រាប់លោកមេតបសិនដើម្បីលាងជំរះភាពអយុត្តិធម៌ជូនព្រះនាងខ្ញុំសម្លឹងមើលនាងដោយរង្វង់ភ្នែកក្រហមនឹកស្មានមិនដល់ថានាងនៅតែមកជួយខ្ញុំបានដកស្លាកសញ្ញាមួយពីចង្កេះហើយហុចឲ្យនាងយីងឈុននាងអាចជួយខ្ញុំមួយរឿងបានទេទៅហាងបញ្ចាំមួយនៅប៉ែកខាងកើតត្រង់យកស្លាកសញ្ញានេះទៅឲ្យថៅកែហើយប្រាប់ថាស៊ូវ៉ាន់មានការសោកស្ដាយហើយយីងឈុនខំបូមាត់ហើយងក់ក្បាលយ៉ាងធ្ងន់សម្លឹងមើលដំណើរនាងដើរចេញទៅខ្ញុំមានអារម្មណ៍ធូរចិត្តខ្លះយីងឈុនចេះដឹងនឹងយកកាលៈទេសៈបានស៊ីឆ្លាតនឹងមានល្បិចច្រើនឈានឈីវចូលចិត្តសម្ភារៈនិយមនឹងចង់បានឋានៈខ្ពស់រិនតុងខ្លាចច្រើននឹងមិនសូវមានគំនិតផ្ទាល់ខ្លួនតែងតែស្ដាប់តាមបងខ្ញុំស្មានថាពេលដែលពួកគេមានផ្ទៃពោះដើម្បីអនាគតរបស់ខ្លួនពួកគេបានសម្រេចចិត្តក្បត់ខ្ញុំតាំងពីយូរមកហើយសំណាងល្អក្នុងចំណោមអ្នកបម្រើទាំង4នាក់នេះយ៉ាងហោចណាស់ក៏មានម្នាក់ដែលនៅនឹកឃើញអំពើល្អរបស់ខ្ញុំជាច្រើនថ្ងៃជាប់គ្នាសិនណានហួយមិនដែលមកមើលខ្ញុំទេឬថាគាត់បានយកលេសរវឹងស្រាហើយរួមរាប់ជាមួយអ្នកបម្រើទាំង4នាក់នោះម្ដងទៀតយប់នោះពេលខ្ញុំកំពុងដេកលក់សុកក៏ភ្ញាក់ឡើងដោយសារផ្សែងហុយខ្លាំងភ្លើងបានឆាបឆេះនៅខាងក្រៅទ្វារខ្ញុំស្ទុះរត់ចេញទៅក៏ឃើញស្រមោលមនុស្សម្នាក់កំពុងលបតាមពិតគឺបានសៀសោះនាងចង់ដុតសម្លាប់ខ្ញុំតែត្រូវខ្ញុំចាប់បានប៉ុន្តែរាងកាយខ្ញុំខ្សោយពេកត្រូវនាងច្រានមួយទំហឹងដួលទៅក្នុងបន្ទប់វិញនាងឈោពាំងពន្លឺហើយសើចំអកដាក់ខ្ញុំស៊ូវ៉ាន់នាងគ្រាន់តែមានកំណត់ល្អជាងគេបន្តិចមែនទេក្នុងនាមជាព្រះនាងតានឈឺចង់បានអ្វីបាននឹងបងប្អូនស្រីទាំង4នាក់របស់យើងបានបម្រើនាងប៉ុន្មានឆ្នាំមកនេះបើគ្មានគុណសម្បត្តិក៏មានការខិតខំដែរមែនទេគួរឲ្យស្ដាយណាស់ដែលកាលនោះនាងដាច់អហង្ការពេកមិនព្រមទទួលពួកយើងទាំង4នាក់ដូច្នេះឥឡូវនេះពួកយើងក៏មិនអាចទុកនាងបានដែរឲ្យតែផុតយប់នេះទៅភ្លើងដ៏ធំនេះនឹងដុតបំផ្លាញអ្វីទាំងអស់ឲ្យคล้ายជាភេះមនុស្សគ្រប់គ្នានឹងគិតថានាងគិតខ្លីហើយដុតខ្លួនឯងសម្លាប់ខ្លួនចាំដល់ពេលខ្ញុំសម្រាលកូនក្នុងផ្ទៃរួចខ្ញុំនឹងคล้ายជាភរិយារបស់លោកមេតបផ្សែងដ៏ក្រាស់ធ្វើឲ្យខ្ញុំក្អកមិនឈប់
ពេលបែងជាចាក់ចេញនាងបានចាក់សទ្វាពីខាងក្រៅទៀតខ្ញុំចង់បើកបង្អួចដើម្បីរត់គេចខ្លួនប៉ុន្តែភ្លើងឆេះខ្លាំងពេកបង្អួចត្រូវបានហុំព័ទ្ធដោយអណ្ដាតភ្លើងបាត់ទៅហើយខ្ញុំបានព្យាយាមរកវិធីរត់គេចជាច្រើនប៉ុន្តែមិនបានសម្រេចសោះធ្នឹមដំបូលកំពុងឆេះខ្លាំងហើយអាចនឹងធ្លាក់មកលើខ្ញុំគ្រប់ពេលក្រចកដៃរបស់ខ្ញុំបានចាក់ចូលទៅក្នុងបាតដៃយ៉ាងជ្រៅតើខ្ញុំពិតជាត្រូវស្លាប់នៅទីនេះមែនទេ